ស្ដីពុកម៉ែបងប្អូនវិលមកជួបខ្ញុំវិញហើយជាមួយនឹង Channel បុននឿននិយាយរឿងនិទានថ្ងៃនេះបងប្អូនខ្ញុំលើកយករឿងនិទានដែលមានចំណងជើងថាបរិសុទ្ធ2នាក់នៅផ្ទះចិត្តគ្នានេះជាវីដេអូទី1ហើយដែលខ្ញុំធ្វើពីរឿងនិទានសង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្រខ្ញុំផងចុះបាទឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់រឿងនិទាននេះទាំងអស់គ្នាតើមានអត្ថន័យបែបណាមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំសូមអធិស្ឋានផងដល់សម្លេងរំខាននៅខាងក្រៅព្រោះតែខ្ញុំអត់មានកន្លែងល្អដើម្បីបញ្ចូលសម្លេងទេប៉ុន្តែខ្ញុំសូមឲ្យបងប្អូនជួយ Subscribe អ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទបុននឿនបាទឥឡូវកុំឲ្យខាត់ពេលយូរស្ដាប់រឿងនិទានទាំងអស់គ្នាសូមអរគុណកាលពីព្រេងនាយមានបរិសុទ្ធ2នាក់នៅផ្ទះជិតគ្នាថ្ងៃមួយបរិសុទ្ធទាំងពីរនោះបានបបួលគ្នាទៅដាក់អន្ទាក់សត្វដល់ពេលរសៀលកងភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់បរិសុទ្ធទី1ថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើនេះបរិសុទ្ធទី2ឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹងដឹងនិយាយគ្នាហើយម្នាក់ដាក់នៅលើគល់ឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះរៀងខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីអ្នកប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮអ្នកណាថាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើង4ដែលដើរដីនៅលើដីទេឥឡូវនេះអញដាក់អន្ទាក់នៅលើចុងឈើតើធ្វើមិនដេចនឹងបានសត្វដូច្នេះត្រូវអញរំលឹកពីពេលមន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តម្ដេចមកជាកើតក្តីគង់តែដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកបប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មន់រងាវរំលឹក2ដងលុបមកស៊ីស្លាហើយចេញពីផ្ទះដើរទៅដល់អន្ទាក់បានឃើញអន្ទាក់អ្នកដាក់ជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហៀមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយថាគុំរលះរលាំងអីអន្ទាក់ខ្ញុំមិនមានសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅលើចុងឈើជាប់ទៅវិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាណមើលចុះមិនជឿខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបស់អ្នកណាជាប់ហើយឡើងទៅដោះស្រាយដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅលើចុងឈើឯចៅមួយនោះដាក់នៅគល់ឈើសូមបញ្ចប់នៅត្រឹមហ្នឹងសិនចាំខ្ញុំនឹងចេញវគ្គ2ឲ្យបងប្អូនស្ដាប់ទៀតអរគុណ